lối mà xưa một phần hai là khi tôi có to và tôi chắc là chúng ta nghĩ từ mà ở khu mặt nam nó không ra thứ hai cái băng lên rồi tôi mà បាទការកាប់ពេជ្រដោយសារតែយើងឃើញថាវាមានភាពមិនប្រក្រតីហើយការអនុវត្តវាអត់ស្មើភាពគ្នាចំពោះច្បាប់ទុកជារដ្ឋទៅហើយដែលធ្វើឲ្យជារដ្ឋលោកបាត់កាន់តែបាត់បង់ជំនឿតទៀតទៅលើប្រព័ន្ធតុលាការនៃប្រទេសកម្ពុជាយើងដោយសារអីបើយើងមើលភាពអ្នកបង្កក់11នេះជាបាត់លោកដែលបញ្ឈប់ដែលស្រាវហើយកម្រិតទោសអតិបរមាគឺឆ្នាំតែពួកគាត់នៅបានផ្ដោតទីទុនព្រៀងហើយដាក់ពន្ធនាគារហើយសាលាតប្រតិធ្វើសម្រាប់ស្ថានដល់ទោសខ្លះតែប៉ុណ្ណោះមិនមែនបន្តនៃការគូសខ្លួនរបស់គាត់តទៅទៀតបើធៀបនឹងករណីពុកម្ដាយលោកយ៉ាងអោសរ៉ាត់យើងឃើញថាជាបទល្មើសមិនធំទេគ្នាតែកម្រិតទោសគឺការ2ឆ្នាំទៅ5ឆ្នាំបាទអញ្ចឹងឃើញថាកម្រិតទោសគ្រាន់តែអាបបរមានិងអតិបរមាវាខុសគ្នាមួយឆ្នាំបាត់ហើយប៉ុន្តែអ្នកដែលមានកម្រិតទោសធ្ងន់ត្រូវបានឲ្យទៅក្រៅឃុំដោយលើកអំពីហេតុផលនៃសុខភាពប៉ុន្តែក្នុងចំណោមអ្នក10នាក់នេះក៏មានអ្នកដែលមានសុខភាពទ្រុឌទ្រោមជាងឪពុកម្ដាយរបស់លោកខោសម្រាប់ដែរប៉ុន្តែអ្នកទាំងអស់នោះគឺមិនត្រូវបានអនុញ្ញាតឲ្យនៅតាមគុកទេជាពិសេសលោកយាយម៉ាមីអាយុ75ឆ្នាំហើយសុខភាពក៏ទ្រុឌទ្រោមទៅទៀតប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យនៅតាមគុកទេអានេះបញ្ជាក់ថាការកាត់ទោសទៅលើអ្នកទាំង10នាក់នេះមិនមែនគិតទៅលើផ្លូវច្បាប់គិតទៅលើអង្គហេតុគិតទៅលើកតេយុទ្ធទេគឺជាការគំនុំគុំគួនតែសារតែអ្នកទាំងអស់នោះគាត់ធ្វើការតវ៉ាម្ដងហើយម្ដងទៀតធ្វើឲ្យអាជ្ញាធរជាតិបានអានេះហើយដែលជាហេតុផលដែលឲ្យអ្នកទាំងអស់នោះជាប់ពន្ធនាគារដល់ពេលបច្ចុប្បន្ន បងងាកមកពីបញ្ហាដីធ្លីវិញមកដល់